mà hộp một mục ní đăng tà cho bài tiết hơi bong ôn bài mà năng đăng tà đạch bật tay mà đong chia bị xét đó là đời lẹ liền chẳng sầm bồ mình lại thò mà chia sọt đó bong ôn rồi ní chia một mà hộp trên trem chỉ mùi nâng sạch rục bay cho anh đi chỉ mùi nâng bong tí bong ôn rap bánh nhom miên tray sai chừng nôn bay gần tôi tray sai nên đái để mà đái nhom quật tráiคนឯងបងប្អូនបកត្រីខ្សែបងបៀហើយខ្ញុំបន្ថែមជាមួយនឹងសាច់ជ្រូក3ជាន់ចំនួន3ខាំនិងពងទាចំនួន5គ្រាប់ដើម្បីបន្ថែមរសជាតិផ្អកចិញ្ច្រាំយើងឲ្យមានរសជាតិកាន់តែឆ្ងាញ់បងប្អូនទៅមើលពីវិធីធ្វើផ្អកចិញ្ច្រាំទាំងអស់គ្នាដំបូងខ្ញុំយកផ្អកនិងសាច់ជ្រូកយកទៅលាងទឹកសម្អាតសិនសឹមយើងយកមកចិញ្ច្រាំបន្ទាប់មកខ្ញុំយកសាច់ជ្រូកដែលសម្អាតហើយបងប្អូនយកមកលុយយកស្បែកចេញតែសម្រាប់ស្បែកបងប្អូនកុំបោះចោលបងប្អូនទុកចំហុយជាមួយនឹងផ្អកដែលយើងចិញ្ច្រាំហើយពីព្រោះស្បែកពេលយើងចំហុយជាមួយនឹងផ្អកបងប្អូនមានរសជាតិឆ្ងាញ់មែនទែនអញ្ចឹងបងប្អូនកុំបោះចោលបន្ទាប់ពីលើយកស្បែកចេញរួចហើយខ្ញុំហាន់ជាចំណិតតូចៗបងប្អូនដើម្បីចិញ្ច្រាំវាឲ្យឆាប់ម៉ត់បើសិនជាបងប្អូនមានម៉ាស៊ីនកិនសាច់បងប្អូនអាចយកទៅកិនជាមួយម៉ាស៊ីនកិនសាច់ក៏បានដែរចំណែកខ្ញុំនៅតាមស្រែចម្ការអញ្ចឹងអត់មានម៉ាស៊ីនកិនសាច់ទេបងប្អូនអញ្ចឹងខ្ញុំចិញ្ច្រាំដោយដៃខ្លួនឯងផ្ទាល់បងប្អូនចិញ្ច្រាំវាឲ្យរាងម៉ត់បន្តិចទៅសឹមយើងដាក់ផ្អកចិញ្ច្រាំចូលជាមួយរីឯផ្អកវិញបងប្អូនលើយកឆ្អឹងចេញក៏បានមិនបាច់ក៏បានពីព្រោះត្រីយើងរាងតូចដែរបងប្អូនសម្រាប់ខ្ញុំអត់យកឆ្អឹងចេញទេខ្ញុំចិញ្ច្រាំជាមួយនឹងសាច់ឲ្យទាល់តែម៉ត់ល្អបងប្អូនសឹមយើងយកទៅក្លុកជាមួយពងទាហើយបងប្អូនឃើញខ្ញុំចិញ្ច្រាំត្រីត្មងអត់យកឆ្អឹងចេញណាមិនភ័យថាមានឆ្អឹងទេពីព្រោះផ្អកយើងចាវជាមួយតប៉ែបងប្អូនវារាងទន់ឆ្អឹងខ្លះហើយណាមួយត្រីរាងតូចទៀតអញ្ចឹងខ្ញុំចិញ្ច្រាំយកវាតែម្ដងទៅបងប្អូនចិញ្ច្រាំវាឲ្យទល់តែម៉ត់បងប្អូនហើយបងប្អូនដែលចូលចិត្តមើលវីដេអូខ្ញុំសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងឬចុចសញ្ញារូបកណ្ដឹងបងប្អូនហើយខ្ញុំសូមអរគុណទុកជាមុនឥឡូវមកមើលពីវិធីធ្វើផ្អកយើងបន្តទៀតបងប្អូនផ្អកចិញ្ច្រាំនេះដែរភាគច្រើនគេយកទៅចិញ្ច្រាំជាមួយនឹងសាច់ជ្រូក3ជាន់ពីព្រោះសាច់ជ្រូក3ជាន់ពេលដែលចិញ្ច្រាំជាមួយផ្អកយើងយកទៅចំហុយទៅវាបន្ថែមរសជាតិផ្អកចិញ្ច្រាំយើងឲ្យមានរសជាតិកាន់តែឆ្ងាញ់បើសិនជាយើងយកទៅចិញ្ច្រាំជាមួយនឹងសាច់សុទ្ធអត់សូវឆ្ងាញ់ដូចសាច់ជ្រូក3ជាន់ទេបងប្អូនអញ្ចឹងភាគច្រើនគេយកទៅចិញ្ច្រាំជាមួយនឹងសាច់ជ្រូក3ជាន់មុខម្ហូបនេះដែរចំណាយពេលធ្វើរឿងយូរបន្តិចដែរហ្នឹងទម្រាំយើងចិញ្ច្រាំវាឲ្យម៉ត់ហើយយើងយកទៅចំហុយល្មមឆ្អិនចំណាយពេលរឿងយូរបន្តិចប៉ុន្តែរសជាតិឆ្ងាញ់ខ្លាំងពេលខ្លះកំពុងតែញ៉ាំអស់បាយពីឆ្នាំងអត់ដឹងខ្លួនទេបងប្អូនដឹងតែឆ្ងាញ់ដឹងតែជាតិតែម្ដងឥឡូវផ្អករបស់យើងចិញ្ច្រាំម៉ត់ល្អហើយបន្ទាប់មកខ្ញុំគោះពងទាដាក់ចានណាបងប្អូនសម្រាប់ពងទានេះដែរខ្ញុំដាក់វាចំនួន5គ្រាប់ពីព្រោះផ្អករបស់យើងរាងច្រើនដែរអញ្ចឹងដាក់ពងទារាងច្រើនតិចទៅរួចហើយយើងក្លុកពងទាបងប្អូនក្លុកពងទាឲ្យរាងឡើងបន្តិចដើម្បីពេលដែលយើងដាក់ចូលជាមួយនឹងផ្អកទៅយើងចំហុយទៅវារាងឡើងល្អអញ្ចឹងបងប្អូនក្លុកជាមួយស្លាបព្រាហ្នឹងក្លុកឲ្យរាងយូរបន្តិចទៅឲ្យវារាងឡើងល្អសឹមយើងដាក់ផ្អកចូលច្របល់ចូលគ្នាច្របល់ពងទាឲ្យរាងឡើងរួចហើយសឹមយើងដាក់ផ្អកនេះបងប្អូនផ្អកហ្នឹងដាក់ចូលគ្នាមកច្របល់វាជាមួយនឹងពងទាច្របល់វាឲ្យរាងយូរបន្តិចទៅច្របល់វាក្លុកទៅក្លុកមកឲ្យវាចូលគ្នាពងទាជាមួយសាច់ចូលជាតិគ្នាបងប្អូនពេលដែលក្លុកពងទាចូលជាមួយសាច់ហ្នឹងមិនបាច់ដាក់ទឹកទេបងប្អូនពីព្រោះពេលដែលយើងចំហុយទៅទឹកវាចំហាយទឹកវាឡើងមកហើយចូលក្នុងចានផ្អកយើងអញ្ចឹងបងប្អូនមិនបាច់ដាក់ទឹកទេពេលដែលច្របល់គ្រឿងចូលគ្នារួចហើយ
យើងចាប់ផ្ដើមដាក់មើមខ្ទឹមសបងប្អូនមើមខ្ទឹមសចិញ្ច្រាំវាឲ្យម៉ត់បន្ទាប់មកសិមយើងដាក់ស្ករប៊ីចេងសម្រាប់ផ្អកនេះដែរបងប្អូនដាក់តាស្ករប៊ីចេងទៅបានហើយពីព្រោះផ្អកវារាងប្រៃហើយធម្មតាគេធ្វើផ្អករាងប្រៃបន្តិចហើយអញ្ចឹងយើងមិនបាច់ថែមអំបិលថែមទឹកត្រីអីទេយើងដាក់តាស្ករប៊ីចេងទៅបានហើយវាល្មមហើយដាក់គ្រឿងក្រូវរួចហើយសូមយើងហាន់ស្បែកជ្រូកដែលខ្ញុំប្រាប់បងប្អូនឲ្យទុកពីខាងដើមវីដេអូមិញយកស្បែកជ្រូកមកហាន់ជាដុំតូចៗល្មមទៅហើយយើងយកដាក់ពីលើផ្អកបងប្អូនតបមកយើងដាក់ម្ទេសបន្តិចនិងរោយស្លឹកខ្ទឹមបន្តិចដើម្បីបន្ថែមរសជាតិផ្អកចិញ្ច្រាំយើងឲ្យមានរសជាតិកាន់តែឆ្ងាញ់ណាពេលដែលដាក់ស្លឹកខ្ទឹមនិងដាក់ម្ទេសចូលរួចហើយបងប្អូនបន្ទាប់មកសូមយើងយកវាទៅចំហុយបន្ទាប់ពីដាក់ស្លឹកខ្ទឹមនិងម្ទេសអីរួចអស់ហើយសូមយើងយកទៅចំហុយរយៈពេលចំហុយប្រហែលជា20នាទីអីទៅបងប្អូនឲ្យផ្អកយើងឆ្អិនល្អក្នុងអំឡុងពេលដែលចំហុយផ្អកបងប្អូនអាសាបើកគម្របឆ្នាំងបន្តិចណាបងប្អូនយើងការពារពេលដែលវារីងទឹកទៅវាខ្លោចឆ្នាំងអញ្ចឹងបងប្អូនអាសាមើលបន្តិចខ្លាចវាខ្លោចឆ្នាំងបងប្អូនឥឡូវយើងទុកវាមួយឡែកសិនបន្ទាប់មកយើងទៅមើលបន្លែរបស់យើងបងប្អូនសម្រាប់បន្លែខ្ញុំមានត្រប់ស្រួយត្រប់វែងត្រសក់សណ្តែកគួរនិងម្ទេសប្លោកសម្រាប់បន្លែនេះដែរខ្ញុំបេះមកពីចំការថ្មីបងប្អូនអញ្ចឹងយើងយកទៅញ៉ាំជាមួយផ្អកចិញ្ច្រាំរបស់យើងកាន់តែមានរសជាតិឆ្ងាញ់សម្រាប់បន្លែវិញបងប្អូនចំណូលចិត្តបន្លែអីបងប្អូនដាក់តាមចំណូលចិត្តរបស់បងប្អូនទៅតែសម្រាប់ខ្ញុំនៅជាការមានតែបន្លែប៉ុណ្ណឹងអញ្ចឹងខ្ញុំយកវាតែប៉ុណ្ណឹងទេបងប្អូនសម្រាប់ម្ទេសប្លោកនិងត្រប់វែងខ្ញុំយកវាទៅស្ងោរវាឲ្យរាងផុយបន្តិចសិនណាចាំយើងយកមកធ្វើបន្លែឥឡូវផ្អករបស់ខ្ញុំឆ្អិនហើយបងប្អូនចូលចិត្តផ្អកបងប្អូនអាចធ្វើតាមវិធីរបស់នាងខ្ញុំបានធានាថាឆ្ងាញ់ហើយអស់បាយពីឆ្នាំងអត់ដឹងខ្លួនទេបងប្អូនអញ្ចឹងសូមអរគុណបងប្អូនដែលតែងតែចូលចិត្តទស្សនាមើលវីដេអូនៃខ្ញុំពីដើមដល់ចប់សូមបងប្អូនជួបប្រទះតែសេចក្តីសុខនិងសុខភាពល្អរស៊ីទទួលទានមានបានលុយកាក់ហូរចូលឲ្យបានច្រើន